បាទសួស្តីដល់បងប្អូននិងមិត្តភក្តិទាំងគ្នាថ្ងៃនេះខ្ញុំមកនិយាយអំពីតកតងនឹង producer AI បងប្អូនខ្លះអាចនឹងដឹងហើយសម្រាប់បងប្អូនថ្មីដែលគាត់ចង់ប្រើប្រាស់នៅ producer AI ដើម្បីធ្វើការ generate ចម្រៀងជាចម្រៀងបែប MP3 ឬក៏ចម្រៀងបែបយើងចង់បានលក្ខណៈដូចជាវីដេអូបាទអញ្ចឹងយើងអាចប្រើប្រាស់នៅ producer AI ដើម្បីធ្វើការបង្កើតបានហើយនៅក្នុង producer AI នេះដែរក៏យើងអាចធ្វើការ generate បានជាប្រភេទវីដេអូដូចដែលខ្ញុំធ្លាប់ធ្វើការបង្ហាញតាមរយៈវីដេអូនៅក្នុង Facebook page របស់ខ្ញុំបែបវីដេអូខ្លីៗបាទអញ្ចឹងថ្ងៃនេះគឺខ្ញុំសូមមកនិយាយទាក់ទងនឹងការបង្កើតវីដេអូបែបanimal ដូចជាវីដេអូបែបឯកសារស័ព្ទបាទអញ្ចឹងនេះគឺជា producer AI Google Flow Music បាទដោយខ្ញុំaccount របស់ខ្ញុំនេះខ្ញុំ unsubscribe ដោយសារខ្ញុំអត់សូវបានប្រើដែរអញ្ចឹងខ្ញុំអត់ចង់ចំណាយពេលទៅធ្វើការបង់ប្រាក់ជាប្រចាំខែមួយខែ$8បើសិនជាករណីយើងបង់ជា annual ជាប្រចាំឆ្នាំបើយើងគិតទៅក្នុងមួយឆ្នាំហ្នឹងបើយើងគិតជាខែក្នុងមួយខែ$6ទេតែយើងបង់ជាកញ្ចក់បាទអញ្ចឹងគឺខ្ញុំអត់ធ្វើការបង់ទេឥឡូវគឺខ្ញុំសូមមកបង្ហាញដែរដោយសារបើសិនជាករណីបងប្អូនចង់ប្រើប្រាស់អាចចុចតាម link របស់ខ្ញុំបានខ្ញុំនឹងធ្វើការ invite link ទៅលើនៅខាងក្រោមនៃវីដេអូរបស់ខ្ញុំអញ្ចឹងបើសិនជាករណីបងប្អូនបានទស្សនាអាចធ្វើការចុចបង្កើតទៅតាម link របស់ខ្ញុំទៅបងប្អូនអាចបង្កើតបានហើយបាទអញ្ចឹងការបង្កើតដំបូងគឺមានការ free credit ដែរខ្ញុំអត់ច្បាស់ដែរពេលហ្នឹងខ្ញុំបង្កើតដំបូងមានចំនួនប្រមាណនេះ credit ណាអញ្ចឹងឥឡូវកុំឲ្យខាតពេលវេលាយូរខ្ញុំមកនិយាយទាក់ទងនឹងការប្រើប្រាស់នៅ Google Flow Music បាទអញ្ចឹងនេះគឺជាចម្រៀងដែលខ្ញុំធ្លាប់បង្កើតពីមុនមកបាទអញ្ចឹងគឺថាមានច្រើនដែរបាទគឺថាពិតជាល្អបើសិនជាករណីបងប្អូនចង់ធ្វើការយកចម្រៀងដើម្បីធ្វើបែបលក្ខណៈភាសាខ្មែរឬក៏ចម្រៀងបែបបរទេសយើងអាចបង្កើតបានបាទអញ្ចឹងនៅត្រង់ចំណុចនេះគឺខ្ញុំសូមចូលទៅ playlist របស់ខ្ញុំទៅបាទអញ្ចឹងមានជាចម្រៀងដែលខ្ញុំបានធ្វើការ add បាទអញ្ចឹងវាល្អសម្រាប់យើងបាទអញ្ចឹងត្រង់ចំណុចនេះគឺខ្ញុំសូមជ្រើសរើសនៅចម្រៀងមួយដែលខ្ញុំនឹងធ្វើការ play ឲ្យបងប្អូនបានស្ដាប់ទាំងអស់គ្នាដែរបាទអញ្ចឹងបាទខ្ញុំកំពុង scroll សិននេះមិនមែនជាចម្រៀងទេបាទនេះខ្ញុំសូមធ្វើការចាត់នៅត្រង់ចម្រៀងនេះមួយកន្ទ្រឹមសំណោះភូមិបាទអញ្ចឹងបាទខ្ញុំរកមើលសលេងសិនតើតើនឹងការ generate គឺវាអាស្រ័យទៅលើអ៊ីនធឺណិតដែរបាទនេះមិនចម្រៀងទេខ្ញុំធ្វើការបង្កើតរូបភាព cover សម្រាប់ YouTube បាទអញ្ចឹងខ្ញុំចាំមើលរកមើលមួយសិនដោយសារចម្រៀងខ្ញុំច្រើនដែរអញ្ចឹងនេះខ្ញុំសូមចុចអានេះមួយទៀតបាទនេះបាទអញ្ចឹងគឺខ្ញុំសូមធ្វើការ play ចុះស្រីល្អសាច់សសែនសមអូនអើយអញ្ជើញឡើងរងកំសាន្តសប្បាយស្រីល្អសាច់សសែនសមអូនអើយអញ្ជើញឡើងរងសម្រាប់ Google Flow Music នេះគឺខ្ញុំបានធ្វើការបង្កើតនេះគឺជាប្រភេទចម្រៀងកន្ទ្រឹមអញ្ចឹងបងប្អូនបានធ្វើការសម្ដាប់នេះគឺមើលទៅយើងអាចប្រើប្រាស់បានបែបចង្វាក់កន្ទ្រឹមបាទអញ្ចឹងអ្វីដែលខ្ញុំមកធ្វើការបង្ហាញថ្ងៃនេះគឺខ្ញុំបង្ហាញត្រង់ចំណុចមួយដែលខ្ញុំធ្វើការបង្កើតវីដេអូបែបឯកសារស័ព្ទដោយសារខ្ញុំឃើញនៅក្នុង channel YouTube
មាន channel មួយនោះគឺខ្ញុំសូមអត់បានធ្វើការ screenshot ឈ្មោះ channel ទេ channel គឺទើបតែធ្វើការបង្កើតថ្មីក្នុងឆ្នាំ2026ដូចជាខែ6បើគិតទៅវីដេអូដែលគាត់បានធ្វើការ upload ចូលក្នុង channel YouTube តាដល់9វីដេអូទេហើយចំនួន subscriber បានដូចជា 4k ជាងហើយតាក់ទងនឹងវីដេអូនោះរយៈពេលនាទី3នាទីជាងតិចតួចហើយសម្រាប់តាក់ទងនឹងការ view ច្រើនមែនទែនរយៈពេលមួយថ្ងៃខ្ញុំឃើញហ្នឹងដូចជា 400-500k view បាទអញ្ចឹងតាក់ទងនឹងវីដេអូហ្នឹងជាប្រភេទវីដេអូស្តៀងដែលខ្ញុំធ្វើការ generate អញ្ចឹងបាទហើយឃើញថាល្អមែនទែនបាទខ្ញុំធ្វើការ play បាទអញ្ចឹងសម្រាប់តាក់ទងនឹងការ generate បងប្អូនអត់លំបាកទេបងប្អូនអាចធ្វើការប្រើប្រាស់ទៅលើរូបភាពបើសិនជាករណីយើងឃើញប្រភេទរូបភាពបែបនេះឬក៏ប្រភេទរូបភាពបែបណាដែលយើងចង់ធ្វើការ generate យើងគ្រាន់តែធ្វើការចូលទៅ ChatGPT ទៅដើម្បីឲ្យ ChatGPT ធ្វើការបង្កើតនៅ prompt ដែលយើងចង់បានបាទបន្តមកទៀតយើងអាចធ្វើការcopy prompt ដើម្បីយកមកធ្វើការ generate នៅក្នុង producer AI Google Flow Music នេះបានបាទអញ្ចឹងដូចដែលវីដេអូដែលខ្ញុំបានធ្វើការបង្ហាញនេះអញ្ចឹងសម្រាប់តាក់ទងនឹង Google Flow Music អ្វីដែលបានធ្វើការ generate គឺពិតជាល្អធ្វើពេលខ្លះយើងសម្រាប់តាក់ទងនឹងការបង្កើតនៅវីដេអូយើងមានបញ្ហាលំបាកតាក់ទងនឹងការរៀបនៅពាក្យពេចន៍ឬក៏ជាអត្ថបទដើម្បីឲ្យ Google Flow Music ធ្វើការ generate បាទអញ្ចឹងនៅពេលដែលយើងគ្រាន់តែធ្វើការ copy prompt ហើយនៅក្នុងនេះគឺវាបានធ្វើការបញ្ជាក់ជាមួយនឹងខាងយើងដែរថាយើងចង់បានប្រភេទទំហំបែប landscape ឬក៏ portrait អញ្ចឹងនៅពេលដែលយើងបានធ្វើការពិនិត្យមើលទៅលើអត្ថបទដែល Google Flow Music បានធ្វើការផ្សេងមកឲ្យយើងរួចហើយយើងអាចគ្រាន់តែធ្វើការចុចទៅតាម Google Flow Music យើងអាចធ្វើការបង្កើតបានបាទអញ្ចឹងនេះតាក់ទងនឹងវីដេអូនេះជា message របស់ Google Flow Music display lyric នេះ no អញ្ចឹងបានន័យថានៅក្នុងសាច់វីដេអូហ្នឹងអត់បង្ហាញតាក់ទងនឹង subtitle ដែលនៅពេលដែលយើងមានជាចម្រៀងឬក៏យើងជាធ្វើឯកសារសាច់វីដេអូរបស់យើងនេះចង់ឲ្យនិយាយបែបលក្ខណៈភាសាអង់គ្លេសនៅក្នុងវីដេអូនោះមានជា subtitle អញ្ចឹងខ្ញុំអត់ចង់ឲ្យធ្វើការបង្ហាញទេaspect ratio ជាទំហំវីដេអូបែបផ្ដេកអញ្ចឹងយើងមើលទៅទៀត duration នេះខ្ញុំយក60 second 1នាទី estimate credit បានន័យថាទំហំវីដេអូនេះចំណាយ750 credit បាទអញ្ចឹងសម្រាប់តាក់ទងនឹងវាមានតទៅទៀតច្រើនបាទអញ្ចឹងបើសិនជាករណីយើងយក prompt យើងគ្រាន់តែធ្វើការចុចយក prompt ទៅគឺនេះដូចនេះខ្ញុំដាក់យក prompt នេះយក prompt 18ប៉ុន្តែទំហំវីដេអូបាទនេះអញ្ចឹងគឺយើងគ្រាន់តែចុច submit បញ្ជូនទៅ Google Flow Music នឹងធ្វើការបង្កើតនៅវីដេអូឲ្យយើងហើយតាក់ទងនឹងការរងចាំនៃការបង្កើតនៃវីដេអូនេះរៀងយូរដែរប្រហែលជា10នាទីឬក៏ទៅតាមពេលវេលាអ៊ីនធឺណិតរបស់យើងដែរអញ្ចឹងណាអញ្ចឹងយើងត្រូវធ្វើការរងចាំបាទអញ្ចឹងបើសិនជាករណីយើងបានទទួលបាននៅវីដេអូដែលបង្កើតដោយ Google Flow Music រួចរាល់ហើយយើងអាចធ្វើការ download យកមកធ្វើការប្រើប្រាស់ក៏ដូចជាការបង្ហោះចូលទៅក្នុងបណ្ដាញសង្គមមាន YouTube TikTok ឬក៏ Facebook ដែលយើងគិតថាអាចធ្វើការបង្ហោះបានបាទអញ្ចឹងវីដេអូថ្ងៃនេះគឺខ្ញុំមកធ្វើការបង្ហាញទាក់ទងនឹងការប្រើប្រាស់ក៏ជាយកនៅរូបថតដើម្បីឲ្យChatGPT បង្កើតជា prompt ហើយយើងយក prompt ពី ChatGPT មកធ្វើការបង្កើតនៅ Google Flow Music ដើម្បីឲ្យចេញជាវីដេអូដែលយើងចង់បានបាទហ្នឹងហើយអរគុណដល់បងប្អូនក៏ដូចជាមិត្តភក្តិរបស់គ្នាដែលចំណាយពេលវេលាដ៏មានតម្លៃក្នុងការទស្សនាចំពោះវីដេអូរបស់ខ្ញុំមួយនេះជួបគ្នានៅវីដេអូក្រោយអរគុណច្រើនជម្រាបលាបាយបាយ